សួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រុមការងារសម្រាប់សម្រួលការទូតសេដ្ឋកិច្ចសេចក្តីប្រកាសព័ត៌មានសៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរភាគ2ទទួលបានពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យសៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរភាគ2ដែលរៀបចំនិងចងក្រងដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានទទួលពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ Special Award of the Jury ពី Goldman Award លើកទី30នៅក្នុងកម្មវិធី Cascais World Food Summit ដែលប្រព្រឹត្តទៅនៅថ្ងៃទី18ដល់ថ្ងៃទី22ខែមិថុនាឆ្នាំ2025នៅទីក្រុង Lisbon ប្រទេសប៉ូទុយហ្គាល់ដោយមានអ្នកចូលរួមរាប់រយនាក់មកពីប្រមាណ200ប្រទេសសៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរភាគ2ត្រូវបានប្រកាសចេញផ្សាយជាផ្លូវការដោយឯកឧត្តមប្រាក់សុខុនអបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី3ខែមិនិនាឆ្នាំ2025ក្នុងគោលបំណងបន្តផ្សព្វផ្សាយនិងលើកកម្ពស់កេរដំណែលសិល្បៈម្ហូបខ្មែរដែលជាផ្នែកមួយនៃយុទ្ធនាការការទូតអាហារក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជាសៀវភៅម្ហូបនេះត្រូវបានផ្ដួចផ្ដើមរៀបចំឡើងបន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់របស់សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរដែលទទួលបានពានរង្វាន់អន្តរជាតិចំនួន4រួមមានសៀវភៅម្ហូបអាស៊ីល្អដាច់គេឆ្នាំ2021និងឆ្នាំ2022សៀវភៅម្ហូបឆ្នាំដែលរៀបរៀងដោយថ្នាក់ដឹកនាំនៃរដ្ឋឆ្នាំ2022និងពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោកឆ្នាំ2023សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរភាគ2បានចងក្រងមុខម្ហូបនិងបង្អែមខ្មែរចំនួន38មុខដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅសៀវភៅនេះក៏បានរំលេចនៅផលិតផលកសិកម្មនិងទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជារួមមានអង្ករផ្ការំដួលម្រេចកំពតអំបិលកំពតកែបនិងស្ករត្នោតកំពង់ស្ពឺជាដើមលោកអេឌូអាតហ្គូអ៊ីនដ្រូប្រធានគណៈកម្មាធិការកម្មវិធីពានរង្វាន់បានលើកឡើងថាកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញឲ្យពិភពលោកចាប់ផ្ដើមសិក្សាស្វែងយល់ពីប្រជាជនខ្មែរឡើងវិញជាមួយផ្នត់គំនិតដែលកម្រនឹងមានពីមុនមកគឺការកែលម្អនិងលើកកម្ពស់សិល្បៈម្ហូបខ្មែរសៀវភៅភាគ2នេះប្រមូលផ្ដុំនៅការសិក្សាដ៏គួរឲ្យទាក់ទាញដែលលើកដំកើងអតីតកាលដ៏រុងរឿងសាទរយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពនាបច្ចុប្បន្នកាលនិងទន្ទឹងរង់ចាំអនាគតកាលដ៏ត្រចះត្រចង់របស់ប្រទេសកម្ពុជាពានរង្វាន់មួយនេះគឺជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចបន្តខិតខំប្រឹងប្រែងចូលរួមលើកកម្ពស់កិត្យានុភាពជាតិនិងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ2050តាមរយៈការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រវប្បធម៌និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជាថ្ងៃព្រហស្បតិ៍900ខែចេសឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី19ខែមិថុនាឆ្នាំ2025